យុវជនម្នាក់ទាញសពអូនស្រីទៅលើភ្នំទាំងយប់គាត់ចង់រកកន្លែងល្អសម្រាប់កប់អូនស្រីពេលគាត់ជិះដេកដំបងគាត់បានជួបមជូរចាស់មួយតាមានមជូរដោយរបៀបណាគាត់ញាប់អោដែលឃើញសពនៅខាងក្នុងមិនរលួយតតែសោះអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺបរិសុទ្ធចំណាស់ក្នុងមជូរស្រាប់តែបើកភ្នែកឡើងរត់គេខ្លួនទាំងភ័យខ្លាចបរិសុទ្ធចំណាស់ខ្លាចគាត់បានផ្លាស់ប្ដូរដើម្បីពន្យល់គាត់ផ្លូវត្រឡប់ទៅអតីតកាលមិនទំនេរទេពិភពហ្គេមគឺ100,000 ឆ្នាំសុបិននៃក្តីសុបិនគឺជាសុបិនមួយពីមួយឆ្នាំទៅមួយឆ្នាំឆ្នាំនៃខ្ញុំមិនទាន់ស្លាប់ទេហើយអ្វីបានជាអ្នកដេកនៅក្នុងឈូសនេះគឺជាប្រភេទនៃទ្វារវេទមន្តសម្រាប់ការដាំដុះនេះជាពិធីបុណ្យដ៏អស្ចារ្យលើកដំបូងរបស់ខ្ញុំប្រសិនបើអ្នកមិនជួយខ្ញុំបើកុំរបំឈូសជាមុនខ្ញុំខ្លាចខ្ញុំសោកស្ដាយចំពោះពិធីបុណ្យនេះខ្ញុំបាននិយាយមួយរយៈមុនពេលដែលខ្ញុំដឹងថាបុរសចំណាស់នោះកំពុងពេលសម្រាប់ពិធីបុណ្យដំបូងប្រសិនបើវាមិនមែនសម្រាប់ក្មេងប្រុសតូចដែលបានកាត់ឡើងហើយត្រូវបានគេកប់នៅក្នុងដីជាបង្ហាញពីការដឹងបុរសចំណាស់បានសន្យាថានឹងសម្រេចបំណងប្រាថ្នាខ្ញុំមិននឹកស្មានថាយុវជននោះនិយាយថាគាត់គ្មានបំណងទេប៉ុន្តែប្អូនស្រីតែមួយគត់របស់គាត់បានស្លាប់ឥឡូវនេះគាត់អស់សង្ឃឹមហើយឃើញយុវជននោះគួរឲ្យអាណិតបុរសចំណាស់បានសម្រេចចិត្តជួយសង្គ្រោះប្អូនស្រីទៅរកក្មេងស្រីហើយបង្ហាញផ្លូវឲ្យគាត់យុវជនមិនអាចជឿបានបងស្រីខ្ញុំពិតជានៅរស់គាត់រំភើបចិត្តបានកាន់ប្អូនស្រីគាត់យ៉ាងខ្លាំងបាត់បង់គាត់ម្ដងទៀតបន្ទាប់ពីព្រះគាត់ទាញប្អូនស្រីរបស់គាត់ទៅក្រាបសំពះបុរសចំណាស់ព្រឹទ្ធាចារ្យខ្ញុំតំណាងឲ្យគ្រូសាចៅសូមអរគុណគ្រូសាចៅឈ្មោះត្រកូលចៅបុរសចំណាស់ហាក់ដូចជាគិតអំពីអ្វីគ្រាន់តែស្មានតាមការរំពឹងទុកអូនប្រុសស្រីនេះពិតជាកូនចៅរបស់អូនប្រុសស្រីមិនបានជឿតាំងពីដំបូងឡើយតាចាស់យកខ្សែពីត្បូងដូនតាចេញពួកគេបានជឿទាំងស្រុងអ្នកពិតជាជីតារបស់យើងមានតែគ្រូសាចៅប៉ុណ្ណោះដែលមានចិញ្ចៀនត្បូងពេជ្រគ្រូសានេះបងប្អូនពិតជាខ្លាចជាចៅប្រុសមែនទោះបីជាពួកគេបានទទួលស្គាល់បុរសចំណាស់រូបនេះមិនបានរស់នៅកន្លែងជាប្រយោជន៍នៃការសងជីវិតយុវជននោះបានអញ្ជើញជីតាមករស់នៅពេលខ្ញុំចូលដល់ទ្វារភ្លាមបុរសចំណាស់ត្រូវបានឧបករណ៍ផ្សាយបុរសចំណាស់ត្រឡប់មកវិញហើយបុរសចំណាស់ត្រឡប់មកវិញហើយបុរសចំណាស់ត្រឡប់មកវិញហើយមានខ្មោចបុរសចំណាស់ត្រឡប់មកវិញហើយបុរសចំណាស់ត្រឡប់មកវិញហើយគាត់ត្រូវបានអនុញ្ញាតនៅម៉ោង 5 ព្រឹកហើយជិះលើសាច់អាំងបុរសចំណាស់នឹងមិនត្រឡប់មកវិញទេវាដូចជាគាត់ភ័យខ្លាចជាមួយជីតារបស់ខ្ញុំគិតថ្លៃបន្ទាប់មកវីដេអូនេះនឹងត្រូវបានចាក់ផ្សាយហើយអ្វីបានជាអ្នកនៅទីនេះវាមិនសំខាន់ទេអ្នកត្រូវបានស៊ើបអង្កេតអូវាជាការរំអ្នកចង់ខ្លាចជាសិល្បករ error 504 server error ដោយសារតែអ្នក504 that's an error តែ was an error please try again later that's all we know សាំងសង់វាមានពណ៌ក្រហមអូរ៉ាជាកម្មសិទ្ធិរបស់ក្រុមខ្ញុំនឹងលេងជាមួយណាអ្នកគ្រាន់តែរំលឹកខ្ញុំប៉ុណ្ណោះមើលខ្ញុំនឹងយកវាដូចនេះបងប្រុសមើលដូច្នេះមនុស្សជាច្រើនកំពុងលេងជាមួយអំណោយអ្នកទាំងពីរងាកមករកឃើញអំពូលភ្លើងនៅដៃជីតាយុវជននោះមិនបានគិតអ្វីច្រើនទេហើយបន្តនាំលោកតាមទៅតាមរយ server error 1500អូនតែពីមើលការផ្សាយយ៉ាងស្រស់ស្អាតហើយស្រស់ស្អាតយ៉ាងណាឈ្មោះស្អប់ទៅបានបរិសុទ្ធចំណាស់ដាក់នោះទេបរិសុទ្ធចំណាស់ឆ្លៀតយកប្រយោជន៍ពីខ្លួនជាអ្នកស្គាល់ចាស់របស់ប្រធានគាត់ចង់យកពួកគេចូលប៉ុន្តែបរិសុទ្ធចំណាស់នោះត្រូវបានសន្តិសុខពីការភ្នែកម្នាក់បរិសុទ្ធចំណាស់បានប៉ះទ្វារសន្តិសុខធ្លាក់ទៅដីទង្វើនេះបានធ្វើឲ្យប្រធានក្លឹបបច្ចុប្បន្នភ្ញាក់ផ្អើលយ៉ាងគាត់បានប្រញាប់ទៅកន្លែងទទួលភ្ញៀវសួស្ដីចៅហ្វាយសូមទោសអ្នកទាំង3មានឋានៈទាបពេកសូមចេញទៅអ្នកមានសំណាងណាស់អ្នកមិនសុភាពដូចជីតារបស់អ្នកទេខ្ញុំខ្លាចអាជីវកម្មរបស់គ្រួសារស្ថិតនៅក្នុងដៃរបស់អ្នកតើអ្នកជាអ្វីហ៊ានហៅឈ្មោះជីតាឈ្មោះជីតារបស់អ្នកត្រូវបានផ្ដល់ឲ្យដល់ខ្ញុំគឺចៅឈិនហើយអ្វីបានជាខ្ញុំមិនអាចហៅអ្នកជីដូនរបស់អ្នកពិបាកក្នុងការសម្រេចកូនជីតារបស់អ្នកកើតមកជាកូនស្លាប់ខ្ញុំជាអ្នកដែលបានថតរូបជីតារបស់អ្នកដើម្បីឲ្យគាត់មានអារម្មណ៍ពិតហើយបន្ទាប់មកគាត់ត្រូវបានទាញត្រឡប់មកវិញពីមុខទន្លេយ៉ាងប្រសិនបើអ្នកមិនជឿខ្ញុំមានស្នាមបាត់ដៃនៅលើក្នុងរបស់ជីតាអ្នករាល់គ្នាក្នុងទីក្រុងដឹងថាជីតារបស់ខ្ញុំមានស្នាមបាត់ដៃនៅលើក្នុងខ្ញុំមិនដឹងទេសូម្បីតែរូបថតនៅក្នុងសាលក៏ខុសដែរតើអ្នកហ៊ាននៅទីនេះយ៉ាងម៉េចអ្នកមិនមែនជាសុភាពបុរសទេនោះគឺខ្ញុំនិងជីតារបស់ខ្ញុំខុសត្រង់ណាអត់ទេនោះជាជីតាទី2របស់អ្នកគឺយីឈៀញយូគាត់មើលទៅដូចជីតារបស់អ្នកប៉ុន្តែគាត់គឺជាជនក្បត់នៅពេលអ្នកនៅក្នុងសង្គ្រាមជនបរទេសសំនៀតវាជាវីរបុរសដ៏អស្ចារ្យរបស់ជីតារបស់អ្នកដៃក្នុងដៃមិនសមហើយសំផលតើអ្នកមានភស្តុតាងអ្វីខ្លះជីតាទី2របស់អ្នកមានប្រជ្រុយនៅក្រោមភ្នែកប៉ុន្តែជីតារបស់អ្នកមិនធ្វើទេគាត់គឺជាជីតាទី2របស់អ្នកគាត់គួរតែត្រូវបានគេនិរទេសដោយអ្នកដទៃតើអ្នកអាចនៅទីនេះដោយរបៀបណារូបថតនេះត្រូវបានរកឃើញកាលពីខ្ញុំនៅក្មេងចុះអ្នកណានៅក្បែរខ្ញុំមិនអាចចាំបានទេប៉ុន្តែគ្រួសាររបស់ខ្ញុំហាក់ដូចជាមានជីតាទី2បែបនេះប៉ុន្តែគាត់បានស្លាប់តើក្រុមគ្រួសារដឹងអំពីអតីតកាលរបស់គាត់យ៉ាងដូចម្តេចតើគាត់ដឹងដោយរបៀបណាអ្នកល្ងងដើម្បីរស់នៅលើអ៊ីនធឺណិតអ្នកមិនចាំបាច់ព្រួយបារម្ភអំពីវាទេសូមឲ្យគ្រួសារយើងមើលផងខ្ញុំចង់ប្រាប់អ្នកនៅភូមិកំណើតរបស់អ្នកជ្រុងសាននៃទឹកដីនេះនៅក្រោមសរថ្មសូមទិញសំណាញ់មានសរអាយុកាលវែងនៅក្នុងសំណាញ់ខ្ញុំបានមកមើលវានោះហើយជាពេលដែលខ្ញុំកំពុងលាក់ខ្លួនជាមួយជីតារបស់អ្នកលាក់ខ្លួនល្អវានៅតែអាក្រក់បែបនេះតើមានការចាក់សោអាយុវែងដែលអ្នកបាននិយាយបើមិនមែនទេអ្នកទាំង3ត្រូវរីកាមកខ្ញុំបង្គោលថ្មជ្រុងសានតើមានបញ្ហាអ្វីខ្ញុំរកមើលខ្ញុំមិនដឹងទេអ្នកឃើញទេការផ្សាយបន្តផ្ទាល់របស់យើងគឺនៅលើអ៊ីនធឺណិតវាលើសពី100,000 100,000ប្រសិនបើមានសោជីវិតយូរជីតានោះពិតជាព្រះដ៏មានជីវិតមែនឈ្មោះថៅកែអន្តរជាតិនិងឪពុករបស់គាត់ទាំងអស់ប្រសិនបើនេះជាការពិតតើបុរសចំណាស់នេះអាយុប៉ុន្មានបន្ទប់ផ្សាយបន្តផ្ទាល់នេះពិតជាវែងណាស់ខ្ញុំនៅតែអាចឃើញព្រះរស់ជីតាមើលជញ្ជាំងលោកតាមានកៅអីមួយនៅទីនោះសម្រាប់អរុនសុស្ដីឈប់សម្រាប់ឲ្យទៅឆ្ងាយខ្ញុំក៏ចង់ដឹងចង់ឃើញដែរអ្នកខ្លាចខ្ញុំអ្នកនឹងបំពោបខ្យល់នៅទីនេះខ្ញុំមិនមែនជាខ្មៅបន្តិចទេ
មានកៅអីមួយដែលអ្នកមិនឲ្យមនុស្សអង្គុយជីតាខ្ញុំចាស់ណាស់តើមានអ្វីខុសជាមួយការអង្គុយមួយរយៈសិនបើអីអ្នកមិនយកទេបងប្រុសហេតុអ្វីបានជាអ្នកនៅតែធ្វើវាតើមានអ្វីខុសជាមួយអ្នកតើអ្នកអាចធ្វើអ្វីចំពោះខ្ញុំក្រុមខ្មៅក្រីក៏និយាយបង្កាច់បង្ខូចប្រញាប់ឡើងបាទមានបាក់សីមួយតើអ្នកនៅតែយំមែនទេពួកគេបានធ្វើគាសេងដែរអាងចាខ្ញុំនឹងចង់អ្នកដើម្បីសម្លប់ការទាំងអស់នៅក្នុងបាតអញ្ចឹងកុំបន្ទោសថាមិនសង្គ្រោះមុខចុចមើលការផ្សាយបន្ត